ជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបានមកឆែកការដ្ឋានមួយនៅខាងស្រុកព្រៃក្បាស់ខេត្តតាកែវពុកម៉ែបងប្អូនម៉ូតផ្ទះថ្មីឆ្នាំ2025ដែលយើងខ្ញុំបានសាងសង់នេះនឹងបកគលជូនម្ចាស់ផ្ទះឆាប់នៅមុនចូលឆ្នាំខ្មែរនេះឯងបាទអញ្ចឹងសម្រាប់ផ្ទះនេះពុកម៉ែបងប្អូនទំហំរបស់វាគឺក្បាល7កន្លះបដោយ15ហើយសម្រាប់បន្ទប់គេងមានដល់តែ4បន្ទប់គេងបន្ទប់ទឹក2បាទហើយមានចក្រានបាយមានទទួលភ្ញៀវមានយកខាងមុខដូចរូបរាងផ្ទះរបស់ពុកម៉ែបងប្អូនកំពុងតែឃើញបាទហើយសម្រាប់ smart board ពុកម៉ែបងប្អូននេះ smart board Chora យើងនឹងគឺប្រើប្រភេទ smart board SCG ដែលមានរុនបំភាយកម្ដៅបានល្អហើយមានកាយ៉ាវទៀតពុកម៉ែបងប្អូនហើយសម្រាប់ឈើរ៉ាជុំវិញផ្ទះគឺយើងបិទឈើរ៉ាទាំងអស់ពុកម៉ែបងប្អូនប្រទេសក្តាងគឺយើងប្រើប្រាស់ឈើរ៉ាបិទទាំងអស់គឺសិតតែមានកាយ៉ាវស្អាតពុកម៉ែបងប្អូនអញ្ចឹងផ្ទះយើងវាដូចគ្នាពុកម៉ែបងប្អូនណាម៉ៅទៅវាថ្លៃដោយសារប្រភេទសម្ភារៈដែលយើងប្រើជូនហ្នឹងគឺវាប្រភេទសម្ភារៈប៉និតអញ្ចឹងដូចជាឈើរ៉ាមានកាយ៉ាវពុកម៉ែបងប្អូនគឺវាស្រស់ស្អាតពេលដែលយើងលាបថ្នាំហើយគឺផ្ទៃវាមើលទៅដូចសាច់ឈើពិតអញ្ចឹងពុកម៉ែបងប្អូនបាទវាស្អាតជាងយើងចាប់ដៃបាទហើយសម្រាប់smart board ប្រហោងនៅជុំវិញផ្ទះហ្នឹងពុកម៉ែបងប្អូនឃើញមានរុនហ្នឹងគឺវាខ្យល់ចេញចូលបានល្អណាពុកម៉ែបងប្អូនខ្យល់ជះមកបុកមួយផ្ទះយើងវាចូលទៅក្នុងរុនទុយហ្នឹងវាធ្វើឲ្យខ្យល់នៅក្នុងពិដាននៅលើពិដានចន្លោះពីដបូលមកពិដានហ្នឹងធ្វើឲ្យខ្យល់ហ្នឹងវាជះចេញមកខាងក្រៅអញ្ចឹងធ្វើឲ្យផ្ទះយើងអត់ក្តៅទេអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលធ្វើផ្ទះម៉ូតកពើហាពុកម៉ែបងប្អូនប្រយ័ត្នប្រយែងថងចំណុច smart board ដែលមានរុនបំភាយកម្ដៅហើយនឹង smart board បិទជិតណាបងប្អូនបាទតែពេលយើងប្រើប្រាស់ smart board បិទជិតវាយ៉ាងក្តៅបន្តិចបាទសម្រាប់ផ្ទះនេះគឺយើងបៀកទាំងក្នុងទាំងក្រៅណាបងប្អូនបាទអញ្ចឹងផ្ទះគឺយើងបៀកថ្នាំឲ្យស្អាតយើងខាត់ថ្នាំឲ្យស្អាតហើយបានយើងរុញថ្នាំតំណបងប្អូនបាទអញ្ចឹងពេលយើងរុញថ្នាំតំណវាជាកាយប្រភេទមួយប្រភេទដែលធ្វើឲ្យផ្ទះយើងហ្នឹងវាមិនងាយនឹងលបអើថ្នាំមកវិញបាទហើយថ្នាំហ្នឹងចាំបានយូរទៀតពេលដែលយើងរុញថ្នាំទៅថ្នាំហ្នឹងវាខំជាប់នឹងអញ្ចឹងនិយាយរៀងវែងឆ្ងាយទេបងប្អូននេះចិត្តដើរចូលមកដល់ក្នុងផ្ទះហើយមានទទួលភ្ញៀវមានបន្ទប់គេងអីអញ្ចឹងទៅបងប្អូននេះបាទយើងរៀបការ៉ូបានខ្លះហើយបងប្អូនបាទអញ្ចឹងថ្នាំក៏បៀកហើយដែរអញ្ចឹងសម្រុកហើយមុនចូលឆ្នាំផ្ទះនេះបងប្អូនបាទអញ្ចឹងផ្ទះនេះបន្ទប់ទឹកហើយចក្រានបាយគឺនៅខាងក្រៅបងប្អូនបាទយើងមានធ្នើចក្រានបាយផ្ដល់ជូនមានធ្នើចក្រានបាយឡាបូមានទ្វារនៅខាងក្រោមអីចឹងទៅបងប្អូនបាទហើយយើងបែងចែកជាពីរបន្ទប់ទឹកនេះបែងចែកបន្ទប់ងូតទឹកផ្សេងបែងចែកបន្ទប់បត់ដៃបត់ជើងផ្សេងបងប្អូនបាទអញ្ចឹងផ្ទះនេះគឺស្រស់ស្អាតណាស់បងប្អូនសង់ហើយណាពេលដែលសង់ហើយខ្ញុំនឹងថតឲ្យពុកម៉ែបងប្អូនទស្សនាម្ដងទៀតពុកម៉ែបងប្អូនបាទចាអរគុណពុកម៉ែបងប្អូនបាទវីដេអូយើងមានតែប៉ុណ្្នឹងទេបាទអរគុណច្រើនសម្រាប់ការតាមដានពុកម៉ែបងប្អូនដែលតាមដានយើងខ្ញុំបាទសូមជួយចែករំលែកវីដេអូនេះទៅពុកម៉ែជាទីស្រឡាញ់ទាំងអស់គ្នាបាទអរគុណច្រើនបាទ